បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយសម្រាប់ចែកជូនបងប្អូនពីរបៀបយើងរៀបចំ Channel YouTube ឲ្យត្រូវស្តង់ដារសម្រាប់ឆ្នាំ2025មុនដំបូងបងប្អូនមានជ្រងបងប្អូនចូលក្នុងជ្រងមួយនេះមកចូលក្នុងជ្រងហើយបងប្អូន search កន្លែងនេះពាក្យថា youtube.com បងប្អូនណា search ដូចខ្ញុំនេះបាទ YouTube បាទហើយបងប្អូនដាក់ .com ទៀតមកបងប្អូន search youtube.com ទៅមកហើយបងប្អូនស្វែងរកបាទបន្ទាប់ទៀតបងប្អូនចុចឲ្យកន្លែងរូបកន្លែងត្រេក3នៅខាងលើនេះមកហើយបងប្អូនចុចឲ្យកន្លែងនេះកន្លែងគេដាក់ថាព័ត៌មានកុំព្យូទ័រនេះមកបងប្អូនចាំមកតែសេវាខ្ញុំ slow បងប្អូនបាទពេលនេះវាចេញរូបរាងបែបនេះហើយបងប្អូនចុចកន្លែងរូបតិចតួចនៅខាងលើនេះបាទបងប្អូនចេញរូបរាងបែបនេះហើយបងប្អូនចុចរូបខាងលើនេះមួយមករូបតិចតួចនេះមកហើយបងប្អូនចុចកន្លែងមើលប៉ុស្តិ៍របស់អ្នកចុចហ្នឹងមកបន្តទៅទៀតបងប្អូនចុចឲ្យកន្លែងនេះកំណត់ប៉ុស្តិ៍តាមបំណងនេះបងប្អូនចុចនឹងមកមួយមកខ្ញុំធ្វើវីដេអូឲ្យបងប្អូនមួយបងប្អូនណាបាទហើយយើង scroll មកបងប្អូន scroll ទៅនេះយើងដាក់តាមប្រភេទវីដេអូយើងមកបងប្អូនបង្កើតវីដេអូពីរបៀបអីពីរបៀបកាមពីរបៀបអីបងប្អូនដាក់នេះមួយមកដាក់ដូចខ្ញុំនេះរបៀបបង្កើត channel YouTube របៀបកាត់តរូបភាពឬកាត់តវីដេអូអីចឹងទៅតែបងប្អូនដែលលក្ខណៈធ្វើវីដេអូចឹងណាហ្នឹងហើយកន្លែងនេះយើងអាចដាក់ឈ្មោះដូចឈ្មោះអីបានហើយ scroll ទៅលើទៀតមកបាទបន្តទៀតបងប្អូនបំពេញឲ្យគ្រប់លក្ខខណ្ឌបងប្អូនចុចកន្លែង setting តិចតួចនេះហើយកន្លែងនេះបងប្អូនយករើសយកដុល្លារសហរដ្ឋអាមេរិកហ្នឹងហើយមិនដូរទេណាបងប្អូនបាទនេះបងប្អូនចុចកន្លែងប៉ុស្តិ៍នេះកន្លែងប៉ុស្តិ៍នេះបងប្អូនចុចរើសមកហ្នឹងហើយគេដាក់ថាប្រទេសចុចរើសមកយើងចង់ដាក់ប្រទេសអីបាទខ្ញុំដាក់ប្រទេសកម្ពុជាបងប្អូនដាក់កម្ពុជាហើយនេះដាក់នេះគេដាក់ពាក្យកន្លឹះដាក់ hashtag បងប្អូនណាបងប្អូនចង់ដាក់ hashtag របៀបម៉េចរបៀបអីបងប្អូនដាក់នេះមកដាក់នេះមកតាមប្រភេទវីដេអូយើងបងប្អូនវីដេអូយើងធ្វើអំពីអីធ្វើពីម្ហូបធ្វើពីកែមធ្វើពីកីឡាអីបងប្អូនដាក់នេះមកបាទតែនេះគេឲ្យដាក់ប្រហែលពាក្យនេះឧទាហរណ៍ខ្ញុំដាក់នេះមួយមកបាទហ្នឹងហើយបងប្អូននេះជាហៅថា hashtag បងប្អូនណាដាក់ដូចខ្ញុំនឹងត្រឹមត្រូវអស់ហើយបងប្អូន scroll ឡើងទៅលើមកហើយបងប្អូនចុចរក្សាទុកចុចរក្សាទុកនឹងបាទជាប់បងប្អូនណាបាទហើយបងប្អូនចុចកន្លែង setting ទៅទូចខ្ញុំម្ដងទៀតមកទៀតម្ដងទៀតហើយយើងចូលរើសកាតេរីបាទហើយបងប្អូនចុចទៅនេះម្ដងចុចទៅនេះមួយមកហើយបងប្អូនចុចរើសកន្លែងនេះបងប្អូនចុចរើសមើលយើងធ្វើស្រាប់កុមារយើងយកខាងលើបើយើងមិនធ្វើស្រាប់កុមារទេយើងយកកន្លែងនេះកដាលនេះបងប្អូនណាទៅទៀតខាងក្រោមទៀតចាំយើងបំពេញនៅក្រោយបងប្អូនណាហើយបងប្អូនចុចកន្លែងនេះទៀតហើយនេះយើង add លេខទូរស័ព្ទយើងចូលពេញទាំងអស់មកហើយកន្លែងនេះយើងឲ្យយើងដាក់លេខទូរស័ព្ទបើយើងមិនដាក់លេខទូរស័ព្ទទេយើងមិនអាចដាក់ thumbnail ឬក៏ថតវីដេអូវិញៗបានទេឲ្យយើងដាក់លេខទូរស័ព្ទអីមកហើយដាក់លេខទូរស័ព្ទមួយមកដល់កន្លែងនេះយើងចុចចូលកន្លែងនេះលេខទូរស័ព្ទយើងមកបាទហើយខ្ញុំសូមដាក់លេខទូរស័ព្ទមួយសិនបន្តទៀតបងប្អូនចុចបន្ទាប់នេះមកតែនេះគេឲ្យយើងទៀងទាត់លេខកូដមួយខ្ទង់ដែលយើងគេផ្ញើនៅលេខទូរស័ព្ទដែលយើងដាក់ហ្នឹងខ្ញុំទៅយកលេខកូដមួយសិនបាទតែនេះយើងបញ្ចូលលេខកូដដែលគេផ្ញើមកហ្នឹងបងប្អូនខ្ញុំដាក់ចូលសិនបន្តទៀតយើងចុចចូលនេះដាក់បញ្ចូលនេះមកបាទខ្ញុំចាប់បន្តិចគឺរៀបចំរួចរាល់ហើយបងប្អូន
នេះគេដាក់ថាបានផ្ទៀងផ្ទាត់លេខទូរស័ព្ទនេះគេហៅថា up on Sato លេខទូរស័ព្ទរបស់នេះបានផ្ទៀងផ្ទាត់ហើយឥឡូវនេះហើយយើងចាញ់ទៅក្រោយមកបងបកមកក្រោយទៀតមកហើយចាច់កន្លែង trade 3ម្ដងទៀតឃើញបងកន្លែងនេះគេគ្រីសឲ្យយើងគ្រីសគ្រប់អស់បាទនេះគេគ្រីសឲ្យយើងអាចផុសវីដេអូវិញយើងដាក់ thumbnail អីបានគេដាក់ថាមានសិទ្ធយើងអាចផុសវីដេអូវិញផុសវីដេអូលក្ខណៈ13នាទី15វិនាទីទៅ1ម៉ោងអីចឹងណាហ្នឹងហើយនេះគេដាក់ថាមុខងារប្រើប្រាស់នេះឧទាហរណ៍យើងថតវីដេអូ live វីដេអូអីថតវីដេអូ live វីដេអូអីជាដើមបងប្អូនគេបង្ហាញឲ្យយើងកន្លែងនេះទាំងអស់បាទតែយើងអត់ចូលពេកលើនឹងទេចូលខាងក្រោយនេះទៀតបងប្អូនខាងក្រោមទៀតបាទឃើញនេះយើងដាក់ដូចតែគ្នាបងប្អូនណាយើងជ្រើសរើសមកជ្រើសរើសប្រភេទវីដេអូយើងប្រភេទអីហើយនេះដាក់ទៅជ្រើសរើសនេះកន្លែងជ្រើសរើសឲ្យយើងជ្រើសរើសមានកំសាន្តមានធ្វើដំណើរមានការអប់រំមានកីឡាមានកំប្លែងមានតន្ត្រីអីជាដើមយើងចាំឆាត់ធ្វើអីផ្សេងដូចជា game ដូចជាអីគេបង្ហាញយើងកន្លែងហ្នឹងតែយើងជ្រើសរើសយកហ្នឹងហើយពួកខ្ញុំយកជាការអប់រំបងប្អូនបាទខាងក្រោមនេះទៀតយើងដាក់ខាងនេះដូចជាអត់មានដាក់អីទេបងប្អូនហើយយើងចុចលើថាទុកបងប្អូនគឺ channel យើងគឺស្តង់ដារបងប្អូនអរគុណច្រើន